ជម្រាបសួរពុកម៉ែបងប្អូនចាតោះឥឡូវយើងមករៀនក្រងប្រភេទកវ៉ាត់ភួងដែលមានគោមទាំងអស់គ្នាចាឥឡូវនេះយើងមានផ្កាទាំងហូអ្នកគ្នាចឹងដាក់ពណ៌អីក៏បានដែរយើងគ្រាប់រៀងទូបន្តិចមកណាចាហើយផ្ការៈគឺយើងយកមកប្រលេះជាចំណែកទូចាយើងបេះតាមស្លាយដូចរូបខ្ញុំបង្ហាញជូនអញ្ចឹងបដូលយើងទុកមកកដប់ហើយសម្រាប់ផ្កាដែលយើងប្រេះហើយយើងទុកមកកដប់ចាយើងទុកអញ្ចឹងសិនមកហើយផ្កាទាំងហូយើងយករៀងគ្រាប់រៀងទូងាយស្រួលយើងដោតបញ្ចូលចាមួយនេះខ្ញុំប្រើផ្កាទាំងហូពណ៌ស្វាយបែកផ្កាឈូកចាពណ៌នេះស្អាតចាឥឡូវនេះយើងមកប្រើម្ជុលវែងចាម្ជុលវែងនេះគឺយើងក្រងបានច្រើនម៉ូតដែរអ្នកនរគ្នាអើយនិយាយទៅក្រងបានច្រើនមែនតើមានតែម្ជុលនេះមកដើមនៅផ្ទះគឺយើងអាចធ្វើបានម៉ូតគ្រប់ម៉ូតហើយអាចក្រងកាម្លិះក៏បានកាប់ពុតក៏បានដែរចាឥឡូវយើងដាក់กระดาษអ្នកនរគ្នាមានស្លឹកចេកមានស្លឹកអីទ្របក៏បានដែរតែខ្ញុំអត់បានទៅកាត់ស្លឹកយកមកទ្របខ្ញុំប្រើกระดาษចាឥឡូវនេះយើងចាប់ដើមយកផ្ការៈមកគ្របមកដោតចាចំណែកទូចហ្នឹងជាន់ទី1គឺយើងប្រើផ្កា4ស្លាយគឺ4ចំណែកណាចាយើងដាក់ប្រឆិតគ្នាបន្តិចមកចាប្រឆិតបន្តិចមកជាន់ទី1គឺ4ផ្កា4ចំណែកចាពេល4ចំណែកហើយយើងដាក់ជាន់ទី2គឺយើងដាក់3ឯងដាក់ចន្លោះចាដូចអ្នកនរគ្នាឃើញរូបអញ្ចឹងយើងដាក់នៅចន្លោះផ្កាហើយយើងក្រងអញ្ចឹងមក4 3ដូចយើងក្រងបដូលផ្កាអញ្ចឹងណាចាអញ្ចឹងអានេះដល់ជាន់ទីនេះយើងដាក់4វិញចា4ហើយ3រហូតប្រហែលជាបានមកថ្នាំងដៃទៅចាំយើងចាប់ម៉ូតចានេះសម្រាប់តាមអ្នកនរគ្នាចង់ក្រងឯតែប្រភេទនេះខ្ញុំធ្វើប្រភេទតំណភួងមិនមែនក្បាត់លើភួងទេបើសិនជាបងប្អូនធ្វើក្បាត់លើភួងអាហ្នឹងក្រងឲ្យរៀងវែងជាងនឹងតិចទៅតែសម្រាប់ខ្ញុំធ្វើកន្លែងកភួងតំណពីភួងមករំយោលនេះគឺខ្ញុំចាក់រៀងទូចទេចាឥឡូវនេះយើងចាក់បានប្រហែលជាមួយថ្នាំងដៃហើយចាអញ្ចឹងដល់កន្លែងវគ្គនេះគឺយើង4ហ្នឹងណាចាឥឡូវយើងដល់ពីលើ3ចា3នឹង1មកចាខ្ញុំប្រើបដូលផ្កាមួយចាអាហ្នឹងកន្លែងបដូលផ្កានេះគឺយើងស្តាតដំបូងគឺយើងកន្លែងជាន់3ផ្កាចា3ចាចឹងហើយ4ពេល4គឺយើងប្រើផ្ការៈយើងមកចំណិត1មកចា1ចាហើយយើងប្រើបដូលផ្កា2ចាកន្លែងជាន់នេះអ្នកនរគ្នាខ្ញុំដាក់រៀងយឺតទៅយើងដាក់បដូលផ្កា2ហើយផ្ការៈ1ចាអានេះបើសិនជាបងប្អូនអត់សូវជាចាំទេអាចកត់ទុកបានកន្លែងហ្នឹងណាចាហើយអានេះដល់កន្លែងជាន់ទី4ណាយើងដាក់ផ្ការៈ1ផ្កាបដូលផ្កា2ហើយនឹងផ្ការៈ1តែឥឡូវដល់ជាន់ទីនេះ3វិញជាន់វគ្គ3គឺយើងដាក់បដូលផ្កា1ផ្កាតង្ហូ1ហើយនឹងបដូលផ្កាមួយទៀតចាអ្នកនរគ្នាបើសិនជាមើលអត់យល់មើលពីវីដេអូយល់ហើយចានេះជាន់3នេះគឺយើងដាក់ផ្កាបដូលផ្កា1ផ្កាតង្ហូ1បដូលផ្កា1ឥឡូវដល់ជាន់ទី4ជាន់ទី4នេះគឺយើងដាក់ផ្ការៈ1បដូលផ្កា2ផ្ការៈ1វិញចាប្រភេទមានគោមនេះអាចជាស្មុគស្មាញបន្តិចអត់សូវជាយល់ទេតែយើងមើលច្រើនសារទៅអាចនឹងយល់ហើយចានេះជាន់ទីអាឡែង3វិញហើយចា3គឺយើងដាក់រៈ1បដូលផ្កា1រៈ1ទៀតចាប៉ុណ្ណេះគឺយើងចាប់មកគោមហើយចាប៉ុណ្ណេះបានមកគោមហើយគឺយើងបន្ត
ចាក់ផ្ការរាក់យើងសុតឡើងទៅលើបានមកល្មមដែលបងប្អូនត្រូវការប្រើចាបើសិនជាធ្វើតាទូចទេយើងចាក់រៀងតិចទៅបើសិនជាបងប្អូនធ្វើចង់ក្បាត់លើភួងលើអីអាហ្នឹងយើងចាក់ប្រភេទគោមអញ្ចឹង3 4អញ្ចឹងណាចាតាមចំណូលចិត្តបងប្អូនព្រោះអីប្រភេទគោមនេះម៉ូដនេះគឺងាយជាងគេចាចាំបន្តទៀតនឹងខ្ញុំបង្ហាញជូននៅម៉ូដដែលមានគោមកាឡាពីប៊ីតង់តែរៀងស្មុគស្មាញទេឥឡូវបងប្អូនរៀនម៉ូដនេះចេះសិនណាចានេះខ្ញុំធ្វើតំណកន្លែងកភួងចាប៉ុណ្ណេះរួចរាល់ហើយយើងអត់ធ្វើធំទេកភួងធំពេកក៏អត់ស្អាតដែរចាធ្វើរៀងទូចខ្ជូតគួរឲ្យស្រឡាញ់ចាប៉ុណ្ណេះរួចរាល់ហើយអរគុណច្រើនបងប្អូនដែលតែងតែស្រឡាញ់ចូលចិត្តផ្កាស្នេហ៍ជិតឌី